សួស្តីបងប្អូនទាំងអស់គ្នាចាឥឡូវថ្ងៃនេះខ្ញុំចង់មកបង្ហាញពីវិធីហាន់ខ្ទឹមបារាំងចាឬក៏ខ្ទឹមសយើងអីហ្នឹងជួនកាលយើងត្រូវការប្រើច្រើនអីចឹងណាហើយបើខ្ទឹមបារាំងវិញមិនថាតិចមិនថាច្រើនទេគឺដឹងតាឲ្យតែពេលយើងកាត់គឺចង់និយមដូចកំសត់ហ្មងចូលតួចាតែថ្ងៃនេះយើងចង់មកស្រាយចម្ងល់នឹងមួយហើយក៏ប្រាប់ពីតិចនិចខ្លះដើម្បីកុំឲ្យបងប្អូនពិបាកយំបាក់កំសត់ចូលតួអីពេលយើងធ្វើម្ហូបចឹងណាចាឥឡូវហ្នឹងខ្ញុំមានខ្ទឹមបារាំងមួយហើយជាដំបូងហ្នឹងគឺថាស្រួលបំផុតការងារតិចនិចហ្នឹងគឺស្រួលមែនតើចាយើងត្រូវយកមកដាក់នៅក្រោមដង្ហាលជាក្រានណាឥឡូវខ្ញុំនឹងបើកដង្ហាលនេះបងប្អូនថ្លង់តិចហើយណាចាឥឡូវហ្នឹងពេលណាដង្ហាលយើងឆេះហើយពេលយើងហាន់ទៅយើងដាក់ឲ្យចំពីក្រោមនេះចេះដូច្នេះវាអត់មានខ្យល់ខ្សែនឹងហើរមកចេញមកយើងឥឡូវចាំមើលខ្ញុំនឹងសាកល្បងទាំងអស់គ្នាណាឥឡូវខ្ញុំហាន់ខ្ទឹមហើយចាធម្មតាយើងហាន់អញ្ចឹងគឺយើងត្រូវឈរឡើងឆ្ងាយហើយពាក់បន្តែអីចឹងទៀតណាឥឡូវម្ដងនេះចាម្ដងនេះយើងអត់បាច់ធ្វើអញ្ចឹងទេទំបីដាក់ចិត្តអញ្ចឹងក៏អត់មានហើរមកដល់យើងដែរព្រោះអីទាំងហាលហ្នឹងវាបឺតទៅក្នុងអស់ហើយចាឥឡូវហ្នឹងខ្ញុំនឹងហាន់គឺបងប្អូនមើលថាអញ្ចឹងមែនអត់ហើយខ្ញុំសាកល្បងច្រើនដងហើយបងប្អូនគឺបានខលចាលែងពិបាកយំហើយឥឡូវខ្ញុំបកសំបីតែយើងបកយើងអីចឹងក៏វាអត់ហាងចូលភ្នែកយើងដែរចាហើយនេះគឺដូចនិយាយទៅខ្ញុំគ្រាន់តែបកបង្ហាញខ្ញុំអត់ត្រូវការប្រើខ្ទឹមហ្នឹងហើយឥឡូវខ្ញុំចង់ហាន់ឲ្យមើលចាហាន់ឲ្យមើលឲ្យឃើញមុខចឹងហាក់មានពាក់បន្តាមានអីទេចាហើយយើងនេះចំពីលើចឹងក៏អត់មានហើមកយើងវិញដែរវាហាងចាមិនបាច់ជុំទេបងប្អូនអើយឈប់ជុំហើយនេះបកចេញចាទោះបីខ្ញុំហាន់អស់ខ្ទឹមមួយនឹងក៏ដោយអត់មានចំហាយចូលអីទេចាឃើញទេបងប្អូនហាន់ឡើងគៀអញ្ចឹងក៏អត់អីទេនេះព្រោះអីយើងនៅក្រោមទាំងហាលនេះផ្ទាល់ចាអរគុណបងប្អូនហើយនៅមួយចំហៀងទៀតប៉ុន្តែខ្ញុំអត់មានត្រូវការខ្ញុំអត់ហាន់ទាំងអស់ទេចាអរគុណ